បាទជំរាបសួរបងប្អូនស្វាគមន៍យើងជួបគ្នាម្ដងទៀតក្នុងការរៀនភាសាអង់គ្លេសរបស់យើងថ្ងៃនេះយើងនឹងរៀនបកប្រែអត្ថបទរឿងរបស់យើងដែលយើងនិយាយអំពី a lazy student សិស្សខ្ជិល lazy student សិស្សខ្ជិលណាអូខេនេះជាចំណងជើងរឿងរបស់យើងអញ្ចឹងក្នុងរឿងនេះគេដាក់ថាម៉េចthere was a student មានសិស្សម្នាក់ name Sophia ដែលមានឈ្មោះថា Sophia who studied in secondary school ដែលបានសិក្សានៅក្នុងសាលាអនុវិទ្យាល័យមួយ he was a smart student គាត់គឺជាសិស្សឆ្លាត but he had a very lazy attitude ប៉ុន្តែគាត់មានឫកពាខ្ជិលខ្លាំងណាស់ every day after school រៀងរាល់ថ្ងៃក្រោយពីរៀននៅសាលារួច Sophia did not do his homework Sophia មិនបានធ្វើកិច្ចការផ្ទះរបស់គាត់នោះទេអូខេឥឡូវយើងមើលយើងមានពាក្យពិបាកទីនៅក្នុងរឿងរបស់យើងឥឡូវយើងមើលចំណងជើងគេដាក់ថា lazy student នេះគឺសិស្សខ្ជិលអញ្ចឹងពាក្យ lazy នេះខ្ជិលវាជា adjective វាជាគុណនាមវា modify ទៅឲ្យពាក្យ student វាបញ្ជាក់ន័យទៅឲ្យពាក្យ student នឹងសិស្សនឹងយ៉ាងម៉េចគឺសិស្សខ្ជិលក្នុងភាសាអង់គ្លេសគេសរសេរ adjective នៅខាងមុខ noun ណាគេសរសេរគុណនាមនៅខាងមុខនាម there was នេះគឺមកពីពាក្យ there is ជាទម្រង់អតីតកាលបើសិនជាទម្រង់បច្ចុប្បន្នកាលគេប្រើ there is ប៉ុន្តែកាលណាទម្រង់អតីតកាល is ទៅជា was អូខេអញ្ចឹង there was ណា there was a student គេថាមានសិស្សម្នាក់ name Sophia ដែលមានឈ្មោះថា Sophia name នេះគឺជា verb មានន័យថាដែលមានឈ្មោះថាគេសរសេរហ្នឹងគឺក្នុងករណីនេះគេសរសេរជាទម្រង់ past participle ទម្រង់ past participle ដែលកាត់ចេញមកពី relative clause ដែលមានឈ្មោះថា Sophia who studied in secondary school អញ្ចឹងពាក្យ secondary school មានន័យថាសាលាអនុវិទ្យាល័យណាសាលាអនុវិទ្យាល័យបើសិនជាបឋមសិក្សា primary school secondary school អញ្ចឹងគឺអនុវិទ្យាល័យបើសិនជាវិទ្យាល័យគឺ high school អញ្ចឹងត្រឹមពាក្យ who នេះមកវាជា clause វាជា relative clause មានន័យថាដែលបានសិក្សានៅក្នុងសាលាអនុវិទ្យាល័យមួយអញ្ចឹង relative clause នេះវា modify ទៅឲ្យពាក្យ Sophia ណាវាបន្ថែមអត្ថន័យទៅឲ្យ Sophia នេះយ៉ាងម៉េចគឺ Sophia ហ្នឹងដែលបានសិក្សានៅក្នុងសាលាអនុវិទ្យាល័យមួយអូខេHe was a smart student គាត់គឺជាសិស្សឆ្លាត but he had a very lazy attitude ប៉ុន្តែគាត់មានហេតុនឹងមកពីពាក្យ have អតីតកាល had ប៉ុន្តែគាត់មានឫកពាខ្ជិលច្រអូសខ្លាំងណាស់អញ្ចឹងបងប្អូនមើលពី attitude នេះ attitude នេះគឺមានន័យថាមាយាទរឹកពាណាអូខេបងប្អូនអាចប្រែថាមាយាទក៏បានប្រែថារឹកពាក៏បានប្រែថាអរិយាបថក៏បានដែរណាអូខេប៉ុន្តែគាត់មានរឹកពាខ្ជិលច្រអូសខ្លាំងណាស់អូខេអញ្ចឹងត្រឹមពាក្យបាត់នេះមកវាគឺជា independent clause មួយទៀតដែរវាជាប្រយោគគេហៅថាវាជាប្រយោគពេញលេញប្រយោគពេញលេញមួយទៀតប៉ុន្តែគេដាក់បាត់ប៉ុន្តែនេះគឺដោយសារតែប្រយោគនេះវាផ្ទុយពីប្រយោគមុខណាប្រយោគមុខគេដាក់ថា he was a smart student គាត់ជាសិស្សល្អអញ្ចឹងកាលណាគេដាក់បាត់អញ្ចឹងមកវាបង្ហាញពី contrast មានន័យវាផ្ទុយពីប្រយោគមុនប៉ុន្តែមិនគាត់មានរឹកពាហ្នឹងគឺខ្ជិលច្រអូសខ្លាំងណាស់អូខេអញ្ចឹងបងប្អូនឃើញទេកាលណាយើងមានបាត់នៅកណ្ដាលអញ្ចេះមានន័យប្រយោគមុខនិងប្រយោគក្រោយហ្នឹងគឺវា contrast ណាវាផ្ទុយគ្នាវាលក្ខណៈថាវាប្រឆាំងគ្នាគាត់ជាសិស្សឆ្លាតប៉ុន្តែគាត់មានរឹកពាខ្ជិលបងប្អូនចាំឡើងហ្នឹងណា every day after school ប្រែថារៀងរាល់ថ្ងៃក្រោយពីរៀននៅសាលារួចអូខេរៀងរាល់ថ្ងៃក្រោយពីរៀននៅសាលារួច Sophia did not do his homework Sophia មិនបានធ្វើកិច្ចការផ្ទះរបស់គាត់ទេអញ្ចឹង homework នេះគឺជាកិច្ចការផ្ទះដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះអូខេតោះឥឡូវយើងបន្តរឿងគាត់ទៀតគេថាម៉េច
He liked using his phone, watching videos, and playing games with his friends. ជាងគេដាក់ថាគាត់ចូលចិត្តលេងទូរស័ព្ទរបស់គាត់មើលវីដេអូលេងហ្គេមជាមួយនឹងមិត្តភ័ក្តិរបស់គាត់ His parents advised him to study hard, but he did not listen and said, I can study later. ឪពុកម្ដាយរបស់គាត់បានណែនាំឲ្យគាត់សិក្សាប្រឹងប្រែងជាងមុនណាមានន័យថាប្រឹងប្រែងសិក្សាជាងមុនប៉ុន្តែគាត់មិនបានស្ដាប់ហើយបាននិយាយថាខ្ញុំអាចសិក្សាបាននៅពេលក្រោយមានន័យថាខ្ញុំអាចរៀននៅពេលក្រោយ In class, Sophia did not pay much attention to the lessons. នៅក្នុងថ្នាក់រៀន Sophia មិនបានយកចិត្តទុកដាក់ចំពោះមេរៀននោះទេ When the teacher asked question នៅពេលដែលគ្រូសួរសំណួរផ្សេងៗ he could not answer them គាត់មិនអាចឆ្លើយពួកវាបាននោះទេ and often received scolding from the teacher ហើយជាញឹកញាប់ទទួលបាននូវការស្ដីបន្ទោសពីគ្រូបង្រៀនអូខេតាឥឡូវយើងមើលយើងមានពាក្យពិបាកអីទេនៅក្នុងមេរៀនយើងហ្នឹងអញ្ចឹង Sophia liked using his phone Sophia ចូលចិត្តប្រើប្រាស់ទូរស័ព្ទរបស់គាត់អូខេអញ្ចឹងបងប្អូនដឹងហើយពាក្យ like ប្រែថាចូលចិត្តពាក្យ use ប្រើប្រាស់បងប្អូនទៅចាំថាកាលណាកិរិយាសព្ទណាដែលចូលនៅខាងក្រោយ like នេះណាគេអាចដាក់ ing នេះ the use អញ្ចឹងទៅជា use using បងប្អូនឃើញទេគេដាក់ ing ណា like using ចូលចិត្តប្រើប្រាស់ his phone ទូរស័ព្ទរបស់គាត់ហើយ like កន្លែងនេះមាន ed ដោយសាររឿងនេះជារឿងអតីតកាលរឿងដែលគេបាននិទានឡើងវិញណាសកម្មភាពនេះវាកើតហើយគេយកមកនិទានយ៉ាងវិញអញ្ចឹងកាលភាគច្រើនគឺទម្រង់អតីតកាលអញ្ចឹង like time ed មកដោយសារ like វាមាន e ស្រាប់ time ត d មកណាគាត់ចូលចិត្តប្រើប្រាស់ទូរស័ព្ទរបស់គាត់ watching videos មានន័យថាមើលវីដេអូ watching នេះក៏វាមាន ing ដែរណាដោយសារតែវានេះវាចូលនៅខាងក្រោយ like នេះដូចគ្នាគាត់តែគេ comma មកណាគេខ្ជិលសរសេរពាក្យ like ដដែលគេ comma មកអូខេអញ្ចឹងមានន័យថាចូលចិត្តមើលវីដេអូ and playing games និងចូលចិត្តលេង game អូខេ with his friends ជាមួយនឹងមិត្តភ័ក្តិរបស់គាត់អញ្ចឹងពាក្យ friends មានន័យថាមិត្តភ័ក្តិ his parents advised him ឪពុកម្ដាយរបស់គាត់បានណែនាំអញ្ចឹងពាក្យ advice វាជា verb advice គេថែម ed អញ្ចេះដោយសារតែវាជាទម្រង់អតីតកាល parents ឪពុកម្ដាយ his parents ឪពុកម្ដាយរបស់គាត់ advised him បានណែនាំគាត់ to study hard ឲ្យប្រឹងប្រែងរៀនសូត្រអញ្ចឹង study hard នេះប្រឹងប្រែងរៀនសូត្រណាពាក្យនឹងបូកចូលនេះប្រឹងប្រែងរៀនសូត្រ study hard but he did not listen ប៉ុន្តែគាត់មិនបានស្ដាប់អូខេអញ្ចឹងពាក្យ listen នេះមានន័យថាស្ដាប់ណាគាត់មិនបានស្ដាប់ and said ឲ្យបាននិយាយថាម៉េច I can study later ខ្ញុំអាចសិក្សាបាននៅពេលក្រោយគេដាក់ quotation mark បើកហើយ quotation mark បិទអញ្ចឹងវាគឺជា quote ណាវាគឺជាប្រយោគដកស្រង់ក្នុងហ្នឹងវាជា direct speech មានដកស្រង់ពាក្យសម្ដីផ្ទាល់ខ្ញុំដាក់តែម្ដងអញ្ចឹងគេប្រើ quote ហ្នឹងណាមានន័យថាខ្ញុំអាចសិក្សានៅពេលក្រោយអូខេ in class នៅក្នុងថ្នាក់រៀន Sophia did not pay much attention គេថា Sophia មិនបាន did not ហ្នឹងមិនអីគេមិនបាន pay much attention យកចិត្តទុកដាក់ខ្លាំងនោះទេអញ្ចឹងបងប្អូនមើលពាក្យនេះ pay attention ណាពាក្យពីរនឹងបូកជាមួយ pay attention មានន័យថាផ្ដោតការយកចិត្តទុកដាក់ឬក៏យើងនិយាយសម្រាប់ថាយកចិត្តទុកដាក់ហើយគេដាក់ពាក្យ much មានន័យថាច្រើនអញ្ចឹង pay much attention យកចិត្តទុកដាក់ច្រើនតែគេដាក់ថា did not pay much attention មានន័យថាមិនបានយកចិត្តទុកដាក់ច្រើន to the lessons ចំពោះមេរៀននោះទេអញ្ចឹងពាក្យ lesson មានន័យថាមេរៀន when the teacher asked នៅពេលដែលគ្រូបានសួរ ask នឹងបានសួរ questions សំណួរណាបានសួរសំណួរ he could not answer គាត់មិនអាចឆ្លើយបាននោះទេណា answer them ពេលនេះសំដៅលើសំណួរ
គាត់មិនអាចឆ្លើយពួកវាបាននោះទេពួកវាគឺពួកសំណួរហ្នឹង and often ហើយជាញឹកញាប់ often ជាញឹកញាប់ receive ទទួលបាន scolding scold មានន័យថាការស្ដីបន្ទោស scolding ការស្ដីបន្ទោស from the teacher ពីគ្រូបង្រៀនអូខេអញ្ចឹងគេថាជាញឹកញាប់ទទួលបានការស្ដីបន្ទោសពីគ្រូបង្រៀន Some of his friends began to do well in their studies while Sophia became weaker and weaker however he still did not care អូខេអញ្ចឹងក្នុងនោះគេសរសេរថាម៉េចបងប្អូនគេដាក់ថា some of his friends មានន័យថាមិត្តភ័ក្តិរបស់គាត់ខ្លះអូខេអញ្ចឹង some of អីមួយគឺអ្វីមួយខ្លះហើយថា his friends មិត្តភ័ក្តិរបស់គាត់អញ្ចឹងគេដាក់ some of his friends មានន័យថាមិត្តភ័ក្តិរបស់គាត់ខ្លះ began to do well ចាប់ផ្ដើមធ្វើបានយ៉ាងល្អ in their study នៅក្នុងការសិក្សារបស់ពួកគេណានៅក្នុងការសិក្សារបស់ពួកគេ while Sophia became weaker and weaker ខណៈពេលដែល Sophia កាន់តែខ្សោយទៅ however he is still did not care ទោះបីយ៉ាងណាក៏ដោយគាត់នៅតែមិនខ្វល់ខ្វាយណាមិនខ្វល់ខ្វាយពីការរៀនសូត្រណា when the final exam came នៅពេលដែលការប្រឡងផ្ដាច់ព្រាត់បានមកដល់ Sophia felt a little worried Sophia មានការព្រួយបារម្ភបន្តិចបន្តួច but he had not studied enough ប៉ុន្តែគាត់មិនបានសិក្សាបានគ្រប់គ្រាន់នោះទេ when the result came out នៅពេលដែលលទ្ធផលបានចេញមក he got low scores គាត់ទទួលបានពិន្ទុទាប in many subjects នៅក្នុងមុខវិជ្ជាសិក្សាជាច្រើន and was close to failing ហើយរៀបតែនឹងធ្លាក់ទៅហើយអូខេតោះឥឡូវយើងមានពាក្យពិបាកទេបងប្អូននៅក្នុងនោះ some of his friends មានន័យថាមិត្តភ័ក្តិរបស់គាត់ខ្លះ began ចាប់ផ្ដើម began មកពីពាក្យ begin ចាប់ផ្ដើមដល់ began បានចាប់ផ្ដើម to do well មានន័យថាចាប់ផ្ដើមធ្វើបានយ៉ាងល្អពាក្យ do well ធ្វើបានល្អ in their studies នៅក្នុងការសិក្សារបស់ពួកគេនឹងមិត្តភ័ក្តិគាត់ណា while គេដាក់ while នេះមកគឺប្រយោគខាងមុខ while ហើយនៅប្រយោគនៅខាងក្រោយ while គឺវាហាក់ដូចជា contrast គ្នាវាផ្ទុយស្រឡះគ្នាមានន័យថាមិត្តភ័ក្តិរបស់គាត់ខ្លះគឺចាប់ផ្ដើមធ្វើបានល្អនៅក្នុងការសិក្សារៀនសូត្រប៉ុន្តែឬក៏ខណៈដែល Sophia វិញគឺคล้ายទៅជាខ្សោយឡើងនេះបងប្អូនឃើញទេអញ្ចឹងពាក្យ while បងប្អូនអាចប្រែថាប៉ុន្តែក៏បានដែរវាបង្ហាញពី contrast while ប៉ុន្តែក៏បានខណៈពេលដែលក៏បានដែរបើយើងនិយាយពីពេលវេលាខណៈពេលដែលបើយើងនិយាយពីប្រយោគដែលមានលក្ខណៈ contrast គ្នាយើងអាចប្រែថាប៉ុន្តែអញ្ចឹងក៏បានដែរណាប៉ុន្តែ Sophia became មកពីពាក្យ become คล้ายជា weak នេះខ្សោយដែលគេថែម er អញ្ចឹង weaker ខ្សោយជាងមុនបើគេសរសេរថា weaker and weaker អញ្ចឹងមានន័យថាខ្សោយឡើងប៉ុន្តែ Sophia คล้ายទៅជាខ្សោយឡើងឬក៏បងប្អូនអាចប្រែថាប៉ុន្តែ Sophia បានខ្សោយឡើង however ទោះយ៉ាងណាក៏ដោយ he still did not care គាត់នៅតែមិនខ្វល់ខ្វាយណាគាត់នៅតែមិនខ្វល់អញ្ចឹងបងប្អូនឃើញប្រយោគ however នេះទោះបីយ៉ាងណាក៏ដោយប្រយោគហ្នឹងក៏បង្ហាញពី contrast ដែរវា contrast ពីប្រយោគនៅខាងមុខវានេះណាអញ្ចឹងទោះបីជាគាត់ខ្សោយនេះប្រយោគខាងមុខគេនិយាយថាគាត់ខ្សោយឡើងអញ្ចឹងទោះបីយ៉ាងណាក៏ដោយអញ្ចឹងទោះបីជាគាត់ខ្សោយក៏ដោយគាត់នៅតែមិនខ្វល់អាហ្នឹងគឺបង្ហាញពីភាព contrast ណាបង្ហាញពីភាពផ្ទុយ when the final exam came នៅពេលដែលការប្រឡងផ្ដាច់ព្រាត់បានមកដល់អញ្ចឹងពាក្យ final នេះមានន័យថាចុងក្រោយឬក៏ផ្ដាច់ព្រាត់ exam ការប្រឡងណានៅពេលដែលការប្រឡងផ្ដាច់ព្រាត់បានមកដល់ Sophia felt a little worried Sophia ព្រួយបារម្ភបន្តិចបន្តួចអញ្ចឹងពាក្យ felt មកពីពាក្យ feel មានអារម្មណ៍ដល់អតីតកាល feel ទៅ felt a little worried នេះមានន័យថាបារម្ភណាព្រួយបារម្ភបន្តិចបន្តួចពាក្យ worried មកពីពាក្យ worry ហ្នឹងបារម្ភ
ដល់ពេល little worried នឹងមានការព្រួយបារម្ភបន្តិចបន្តួចចឹងគេថា Sophia មានអារម្មណ៍ថាមានការព្រួយបារម្ភបន្តិចបន្តួច but he had not studied enough ប៉ុន្តែគាត់មិនបានសិក្សាច្រើនគ្រប់គ្រាន់នោះទេអញ្ចឹងពេល enough នឹងគ្រប់គ្រាន់ when the result came out នៅពេលដែលលទ្ធផលបានចេញមក he got low scores in many subjects អញ្ចឹងគាត់ទទួលបានគាត់នឹងមកពីពាក្យ get ទទួលបានដល់អតីតទៅជាគាត់បានទទួល low score ហ្នឹងគឺមានន័យបន្ទុក low ហ្នឹងគឺទាបបន្ទុកទាប in many subjects នៅក្នុងមុខវិជ្ជាសិក្សាជាច្រើន and was close to fail ហើយគៀកទៅនឹងធ្លាក់ទៅហើយមានន័យថារៀបតែនឹងធ្លាក់ទៅហើយ to failing អញ្ចឹងពាក្យ fail នឹងធ្លាក់ដល់ to failing មានន័យថាវាធ្លាក់ដដែលគ្រាន់តែថាកិរិយាសព្ទដែលចូលនៅខាងក្រោយ preposition to នេះគឺគេថែម ing ឲ្យវាណាហើយយើងនៅតែប្រែដដែលទេ fail ធ្លាក់គឺនៅធ្លាក់ដដែលអញ្ចឹង close to failing នឹងមានន័យថាគៀកទៅនឹងធ្លាក់អូខេបងប្អូនមើលប្រយោគនេះគេមានពាក្យ when the result came out នៅពេលដែលលទ្ធផលបានចេញមកនេះគឺជា dependent clause គឺជាអនុប្រយោគគឺវាត្រូវសរសេរពឹងផ្អែកទៅលើប្រយោគ independent clause មានន័យប្រយោគពេញលេញវាណា he got low score ណា in many subjects អានេះគឺជាប្រយោគពេញលេញ he felt regretful and ashamed in front of his family and teachers គាត់មានការសោកស្ដាយនិងអាម៉ាស់នៅចំពោះមុខគ្រួសាររបស់គាត់និងគ្រូរបស់គាត់ his mother said calmly ម្ដាយរបស់គាត់បាននិយាយយ៉ាងម៉ឺងម៉ាត់ you have ability កូនមានសមត្ថភាព but if you do not work hard ប៉ុន្តែបើសិនជាកូនមិនប្រឹងប្រែងរៀនសូត្រ your ability will be useless សមត្ថភាពរបស់កូននឹងគ្មានប្រយោជន៍ those words deeply touch Sophia ពាក្យសម្ដីទាំងនោះគឺពិតជាធ្វើឲ្យ Sophia គេថាមានការចាប់អារម្មណ៍ជាខ្លាំងណាអញ្ចឹងការណាពាក្យសម្ដី touch ទៅនរណាម្នាក់មានន័យថាពាក្យសម្ដីហ្នឹងគឺធ្វើឲ្យមនុស្សម្នាក់ហ្នឹងគេថាដោតត្រូវចំណុចសំខាន់ឬក៏ថាធ្វើឲ្យភ្ញាក់ខ្លួនណាបងប្អូនអញ្ចឹងពាក្យ touch ធម្មតាមានន័យថាស្ទាបប៉ះអញ្ចឹងការណាពាក្យសម្ដីហ្នឹងនិយាយទៅវា touch នឹងនរណាម្នាក់គឺធ្វើម្នាក់ហ្នឹងភ្ញាក់ខ្លួនព្រើតតែម្ដងណាអូខេវាដោតចំចំណុចសំខាន់បងមនុស្សម្នាក់ហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងប្រែថាពាក្យសម្ដីទាំងនោះគឺវាបានចាក់ចំយ៉ាងជ្រៅទៅដល់ Sophia he began to think again about his future គាត់ចាប់ផ្ដើមគិតម្ដងទៀតអំពីអនាគតរបស់គាត់ the next day he decided to change នៅថ្ងៃបន្ទាប់គាត់បានសម្រេចចិត្តផ្លាស់ប្ដូរវាអូខេតោះឥឡូវយើងមើលយើងមានពាក្យបបាក់ទេhe felt មានន័យថាមានអារម្មណ៍ regretful មានន័យថាសោកស្ដាយមកពីពាក្យ regret ដល់ regretful គឺមានន័យថាពោពេញទៅដោយការសោកស្ដាយពាក្យ full នោះប្រែថាពេញដល់ពេល regretful នេះគឺមានន័យថាមានការសោកស្ដាយជាខ្លាំងឬក៏ពោពេញទៅដោយការសោកស្ដាយអញ្ចឹង he felt regretful គាត់មានការសោកស្ដាយជាខ្លាំង and ashamed ពាក្យ ashamed នេះបងប្អូនដឹងហើយមានន័យថាអាម៉ាស់ខ្មាស់អៀន ashamed ហ្នឹង in front of នៅចំពោះមុខ his family គ្រួសាររបស់គាត់ and teachers ហើយនិងគ្រូរបស់គាត់ his mother said calmly ម្ដាយរបស់គាត់បាននិយាយយ៉ាងម៉ឺងម៉ាត់អញ្ចឹងពាក្យ calmly ហ្នឹងមានន័យថាយ៉ាងម៉ឺងម៉ាត់យ៉ាងស្វាហាប់ណាយ៉ាងមាំទាំ calmly ហ្នឹងណាយើងអាចនិយាយថាម្ដាយរបស់គាត់បាននិយាយយ៉ាងមាំអញ្ចឹងក៏បានដែរ you have ability អញ្ចឹងពាក្យ ability ហ្នឹងគឺមានន័យថាសមត្ថភាពនៅក្នុងការធ្វើអីមួយបាន ability សមត្ថភាពនៅក្នុងការធ្វើអីមួយបានកូនមានសមត្ថភាព but if you do not work hard
ប៉ុន្តែបើសិនជាកូនមិនណាប្រឹងប្រែងរៀនសូត្រអញ្ចឹងពាក្យ work hard ពេលនេះសំដៅលើការប្រឹងប្រែងរៀនសូត្រធម្មតា work ប្រែថាធ្វើការងារណាប៉ុន្តែបើនិយាយជាមួយសិស្សគឺប្រឹងប្រែងរៀនសូត្រ Your ability will be useless សមត្ថភាពរបស់កូននឹងគ្មានប្រយោជន៍វា useless នឹងមានន័យថាគ្មានប្រយោជន៍អញ្ចឹងម៉ាក់នឹងគាត់និយាយអញ្ចឹងណានេះគេប្រើ quotation mark មានន័យថាអភ័ន្តរសញ្ញាបើកនិងបិទការដែលគេប្រើអញ្ចឹងបងប្អូនត្រូវចាំថាវាជា quote វាគឺជាការដកស្រង់ពាក្យសម្ដីរបស់នរណាម្នាក់យកមកនិយាយចំតែម្ដងអង់គ្លេសគេហៅថា direct speech ណា direct speech មានន័យថាការដកស្រង់ពាក្យសម្ដីហ្នឹងគឺទាំងស្រុងតែម្ដងអញ្ចឹងម៉ាក់នឹងនិយាយថាកូនមានសមត្ថភាពប៉ុន្តែបើសិនជាកូនមិនប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងទេសមត្ថភាពរបស់កូននឹងគ្មានប្រយោជន៍ Those words ពាក្យសម្ដីទាំងនោះ deeply touch Sophia មានន័យថាបានចាក់ចូលយ៉ាងជ្រៅណាបានចាក់ចំយ៉ាងជ្រៅចំពោះ Sophia មានន័យថា deeply នេះគឺមកពីពាក្យ deep នឹងជ្រៅ deeply នេះមានន័យថាយ៉ាងជ្រៅ touch ហ្នឹងគឺប៉ះឬក៏ស្ទាបអូខេអញ្ចឹងកាលណាពាក្យសម្ដី touch នរណាម្នាក់យ៉ាងជ្រៅអញ្ចឹងមានន័យពាក្យសម្ដីហ្នឹងគឺវាធ្វើឲ្យមនុស្សម្នាក់ហ្នឹងភ្ញាក់ខ្លួនព្រឺតចឹងតែម្ដងមានន័យចាក់ចំចំណុចណាចាក់ចំចំណុចអញ្ចឹងថាពាក្យសម្ដីទាំងនោះគឺបានចាក់ដោតឬក៏ចាក់ចំយ៉ាងជ្រៅចំពោះសុភា He began to sing again គាត់ចាប់ផ្ដើមគិតម្ដងទៀតអញ្ចឹង began មកពី begin ចាប់ផ្ដើម He began to sing again គាត់ចាប់ផ្ដើមគិតម្ដងទៀត about his future អំពីអនាគតរបស់គាត់ the next day នៅថ្ងៃបន្ទាប់ he decided to change គាត់បានសម្រេចចិត្តផ្លាស់ប្ដូរវាអញ្ចឹងពាក្យ decided ហ្នឹងគឺសម្រេចចិត្តគាត់បានសម្រេចចិត្តផ្លាស់ប្ដូរវាអូខេ change ហ្នឹងគឺមានន័យថាផ្លាស់ប្ដូរឬក៏ធ្វើឲ្យមានការប្រែប្រួល change He organized his time, did his homework every day, reduced his phone use, and started asking teacher when he did not understand the lesson. He organized his time. គាត់បានរៀបចំពេលវេលារបស់គាត់គាត់បានធ្វើកិច្ចការផ្ទះរបស់គាត់រាល់ថ្ងៃកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទរបស់គាត់និងចាប់ផ្ដើមសួរគ្រូនៅពេលដែលគាត់មិនយល់អំពីមេរៀន At first it was not easy ពីដំបូងវាមិនងាយស្រួលនោះទេ But with patience and effortប៉ុន្តែជាមួយនឹងការអត់ធ្មត់និងការប្រឹងប្រែង he became more disciplined គាត់កាន់តែមានវិន័យអូខេឥឡូវបងប្អូនយើងមើលពាក្យនៅក្នុងមេរៀនហ្នឹង organized មានន័យថារៀបចំគេដាក់ ed អញ្ចេះដោយសារតែគេសរសេរជាទម្រង់អតីតកាលបានរៀបចំ he organized គាត់បានរៀបចំ organize his time ពេលវេលារបស់គាត់នេះ his time ពេលវេលារបស់គាត់ did his homework did នឹងប្រែថាបានធ្វើកិច្ចការផ្ទះរបស់គាត់ every day ចឹង every day មានន័យថារៀងរាល់ថ្ងៃ reduced ជា verb ប្រែថាកាត់បន្ថយ his phone use ពេលនឹងប្រែថាការប្រើប្រាស់ទូរស័ព្ទរបស់គាត់អូខេមានន័យកាត់បន្ថយបានកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទរបស់គាត់ and started ហើយចាប់ផ្ដើម asking teacher សួរគ្រូបង្រៀនអូខេអញ្ចឹង started កិរិយាសព្ទ start នេះកាលណាកិរិយាសព្ទណាមួយដែលចូលនៅខាងក្រោយវាគេអាចដាក់ ing ហើយអត្ថន័យវានៅប្រើដដែលទេមានន័យថាបានចាប់ផ្ដើមសួរគ្រូណា started asking teacher when he did not understand the lesson នៅពេលដែលគាត់មិនយល់ understand យល់មេរៀន at first ជាដំបូង it was not easy វាមិនងាយស្រួលទេ easy នេះងាយស្រួល but with patience ប៉ុន្តែជាមួយនឹងការអត់ធ្មត់
ចឹង patient នឹងការអត់ធ្មត់ and effort មានន័យថាការប្រឹងប្រែង he became more disciplined គាត់កាន់តែមានវិន័យជាងមុនអញ្ចឹង became more disciplined ហ្នឹងគឺមានន័យថាកាន់តែមានវិន័យជាងមុនណាកាន់តែមានវិន័យជាងមុនពាក្យ discipline ហ្នឹងគឺវិន័យណាវិន័យ became more disciplined ហ្នឹងកាន់តែមានវិន័យជាងមុនអូខេ After some time superior academic results improve clearly ក្រោយមកមួយរយៈពេលលទ្ធផលនៃការសិក្សារបស់សុភាបានល្អប្រសើរជាងមុនយ៉ាងច្បាស់ក្រឡែត He received good scores គាត់ទទួលបានពិន្ទុល្អ and his teacher praised him និងគ្រូរបស់គាត់បានកោតសរសើរចំពោះគាត់ His friends also began to respect him មិត្តភ័ក្តិរបស់គាត់ផងដែរចាប់ផ្ដើមគោរពកោតខ្លាចចំពោះគាត់ because he saw that anyone can change if they are determined to work hard ពីព្រោះគាត់បានបង្ហាញថាមនុស្សគ្រប់គ្នាអាចផ្លាស់ប្ដូរបានប្រសិនបើពួកគេតាំងចិត្តដើម្បីធ្វើការប្រឹងប្រែងរៀនសូត្រអូខេលោកបងប្អូនយើងមើលយើងមានពាក្យពិបាកទេតោះ after ក្រោយពី sometime មានន័យពេលខ្លះប៉ុន្តែពេលខ្លះពេលនេះគឺមិនមែនជា adverb of frequency បង្ហាញពីភាពញឹកញាប់ទេបងប្អូននេះឃើញគេសរសេរ some គេដក claim មាន time ណាហើយអត់មាន s ទេណាអញ្ចឹងមានន័យថា sometime ពេលហ្នឹងគឺមានន័យថាក្នុងពេលមួយណាក្នុងពេលណាមួយប៉ុន្តែបើបូកចូលគ្នា after sometime យើងអាចប្រែថាក្រោយមកមួយរយៈពេល superior academic result លទ្ធផលពាក្យ results លទ្ធផលហើយពាក្យ academics ហ្នឹងគឺសំដៅទៅលើការសិក្សាណាលទ្ធផលការសិក្សារបស់ Sophia អញ្ចឹងបន្ត s នេះគឺ apostrophe s មានន័យថារបស់ Sophia improve មានន័យថាបានប្រសើរឡើងបានប្រសើរឡើង improve គេដាក់ ed អញ្ចឹងដោយសារវាជាអតីតកាលបានប្រសើរឡើង clearly យ៉ាងច្បាស់ក្រឡែតអញ្ចឹង clearly យ៉ាងច្បាស់ក្រឡែត he received good scores គាត់ទទួលបានអញ្ចឹងពេល receive នេះទទួលបានណា good score នោះគឺមានន័យពិន្ទុល្អ score នោះពិន្ទុ and his teachers និងគ្រូរបស់គាត់ praised him praised មានន័យថាកោតសរសើរចំពោះគាត់ his friend also began to respect him មិត្តភ័ក្តិរបស់គាត់ផងដែរចាប់ផ្ដើមគោរពចំពោះគាត់អញ្ចឹងពាក្យ respect មានន័យគោរពចំពោះគាត់ because he saw that ពាក្យ saw មានន័យបង្ហាញពីព្រោះគាត់បានបង្ហាញថា everyone គឺមនុស្សគ្រប់គ្នាឬក៏ប្រែថានរណាក៏ដោយ can change អាចផ្លាស់ប្ដូរអញ្ចឹងពាក្យ change គឺផ្លាស់ប្ដូរ if they are determined ប្រសិនបើពួកគេធ្វើការតាំងចិត្ត determined នេះតាំងចិត្តណាឬក៏បដិញ្ញាចិត្ត to work hard មានន័យប្រឹងប្រែងរៀនសូត្រអូខេ moral មានន័យថាគំនិតអប់រំនៅក្នុងរឿងកាលណាគេនិយាយពី moral គេចង់និយាយពីគំនិតអប់រំណាជាពីគំនិតល្អដែលជាគោលបំណងរបស់រឿងតែម្ដងគេប្រើពាក្យ moral laziness led to failure but hard work and discipline led to success ចឹងគំនិតសំខាន់គេដាក់ថាម៉េចហ្នឹងគេដាក់ថាភាពខ្ជិលច្រអូសដឹកនាំទៅរកការបរាជ័យផ្ទុយទៅវិញឬក៏បងប្អូនអាចប្រែថាប៉ុន្តែការប្រឹងប្រែងនិងវិន័យដឹកនាំទៅរកការជោគជ័យអូខេអញ្ចឹងពាក្យ lead នឹងមានន័យថាដឹកនាំឬក៏នាំនរណាម្នាក់ទៅកាន់កន្លែងណាមួយ lead failures មានន័យថាការបរាជ័យ but hard work ប៉ុន្តែការប្រឹងប្រែង and discipline និងវិន័យ lead to success ដឹកនាំទៅរកការជោគជ័យអញ្ចឹង success ការជោគជ័យអញ្ចឹងអូខេអញ្ចឹងបងប្អូនមេរៀនយើងប៉ុណ្ណឹងដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនាសង្ឃឹមថាជួបគ្នាម្ដងទៀតនៅពេលក្រោយជូនពរលោកអ្នកមានសុខភាពល្អ
កុំភ្លេចជួយ Subscribe ជួយសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលឲ្យមេរៀនថ្មីៗពីខ្ញុំ